នេះជាប្រភេទថ្មសំលៀងជ្រូកស្រុកពុកម៉ែបងប្អូនទាំងអស់គ្នាថ្មសំលៀងជ្រូកស្រុកនេះគឺជាប្រភេទជ្រូកជើង5ដែលគេយកទៅបលេងនៅវត្តពុកម៉ែបងប្អូនទាំងអស់គ្នាប៉ុន្តែដោយសារដល់អាយុកាលរបស់វាវ័យវឌ្ឍនាការរបស់វាទៅគឺធ្វើការមរណកាលទៅតាមច្បាប់ធម្មជាតិទៅតាមអាយុរបស់វាណាពុកម៉ែបងប្អូនព្រោះយើងដឹងហើយថាប្រភេទជ្រូកជើង5នេះគេមិនអាចចិញ្ចឹមនៅក្នុងផ្ទះបានទេឬមួយក៏មិនអាចសម្លាប់បានដូចគ្នាដូច្នេះហើយវិធីសាស្ត្រគឺគេយកទៅលេងនៅវត្តពុកម៉ែបងប្អូនគេយកទៅប្រគេនលោកពុកម៉ែបងប្អូនទាំងគ្នាប៉ុន្តែដល់ពេលអាយុកាលវាយូរឆ្នាំទៅវាអស់អាយុខ្លួនវាគឺយើងថាជាសត្វតៃសាពុកម៉ែបងប្អូនហើយអ្វីដែលពិសេសដែលខ្ញុំយកមកសាងជារូបព្រាមហាកញ្ចាយណៈនេះឡើងដោយសារតែប្រភេទនេះវាពិសេសត្រង់ថាទី1ជាប្រភេទជើងជ្រូកជើង5ទី2ជាប្រភេទថ្មសំលៀងដែលជាពហុថ្នោលដែលធ្លុះពីគល់ដល់ចុងពុកម៉ែបងប្អូនទាំងអស់គ្នានេះចំណុចពិសេសដែលខ្ញុំយកមកធ្វើជារូបព្រាមហាកញ្ចាយណៈនេះឡើងដោយសារតែរបស់នេះវាមានអានុភាពឬក៏ពិសេសត្រង់ចំណុចនឹងឯងបើបុរាណអាចារ្យលោកតែងមានជំនឿថាខ្នាយពហុថ្នោលឬមួយក៏ថ្មសំលៀងពហុថ្នោលនេះគឺមានអានុភាពខ្លាំងការពារនៅលើរឿងចម្បាំងរាងជលឬក៏វិជាមុនខ្មៅពុកម៉ែបងប្អូនសម្រាប់បងប្អូនណាដែលមានភ័យខ្លាចនៅលើរឿងអំពើអំពើនព្រៃបិសាចអមនុស្សបៀតបៀនក្តីរបស់នេះគឺអាចជួយការពាររាងនៅលើគ្រោះភ័យទាំងឡាយដែលកើតចេញអំពីវិជាបានពុកម៉ែបងប្អូនដោយសារតែមានអានុភាពខាងនឹងហើយទើបខ្ញុំយកមកសាងនៅលើរូបសំណាកព្រះអរហន្តមួយអង្គដែលមានព្រះនាមថាព្រាមហាកញ្ចាយណៈដោយសារតែព្រាមហាកញ្ចាយណៈនេះបើយើងនិយាយទៅតាមជំនឿនៃមរតកដូនតាខ្មែរយើងទី1គឺអានុភាពខាងស្នេហ៍ពុកម៉ែបងប្អូនអ្នកផងអ្នកតូចអ្នកធំបរោះឬក៏ស្ត្រីរមែងទៅចាប់អារម្មណ៍ចាប់ប្រន្ទពាត់នៅលើអានុភាពរបស់ព្រះអង្គពុកម៉ែបងប្អូនទាំងអស់គ្នាដូច្នេះបងប្អូនអ្នកណាដែលចង់ឲ្យមានអានុភាពស្នេហ៍ដោយព្រាមហាកញ្ចាយណៈគឺគេរមែងសាងរូបព្រាមហាកញ្ចាយណៈរួចហើយគេយកមកគោរពបូជារំលឹកដល់គុណបុណ្យបារមីរបស់លោកទើបអំណាចនៃបុណ្យបារមីអានុភាពទាំងអស់ហ្នឹងនឹងជួយឲ្យបុគ្គលដែលមានសទ្ធាហ្នឹងសម្រេចទៅតាមអ្វីដែលខ្លួនចង់បានអានឹងជាចំណុចទី1ចំណុចទី2ជំនឿដូនតាខ្មែរយើងថាព្រាមហាកញ្ចាយណៈកំចាយមាកំចាយសត្រូវកំចាយឧបសគ្គទាំងឡាយមិនឲ្យកើតមានបុគ្គលឯណាដែលមានសទ្ធាចំពោះលោកនេះជាជំនឿពុកម៉ែបងប្អូនប៉ុន្តែការជឿជាក់នេះបើយើងបានសិក្សាឲ្យបានច្បាស់លាស់ហើយបូករួមនឹងបទពិសោធន៍យើងផងទើបយើងថាវាជាការពិតហើយវារិទ្ធជាការពិតទន្ទឹមកើតឡើងសម្រាប់បងប្អូនទាំងអស់គ្នាអ្នកដែលមានសទ្ធានិងមានការគោរពឲ្យបានត្រឹមត្រូវណាបងប្អូនទាំងអស់គ្នាហើយសម្រាប់ការដាក់បង្ហាញនេះដែរគឺយើងធ្វើការដាក់បង្ហាញដើម្បីស្វែងរកបងប្អូនឯណាដែលមាននិស្ស័យចាប់ចិត្តប្រតិបត្តិនៅលើរូបព្រាមហាកញ្ចាយណៈដែលយើងសាងឡើងអំពីថ្មសំលៀងពហុថ្នោលនៃជ្រូកជើង5នេះក៏អាចធ្វើការទំនាក់ទំនងមកកាន់គ្រឿងខ្មែរអង្គរយើងខ្ញុំបានបើសិនជាមានវត្ថុធាតុដើមរបស់បងប្អូនដែលបងប្អូនមានមិនដឹងសាងជាតួអង្គអ្វីក៏អាចទំនាក់ទំនងមកកាន់យើងបានដូចគ្នាដោយសារតែគ្រឿងខ្មែរអង្គររបស់យើងខ្ញុំមានទាំងការផលិតនៅលើរបស់ខ្លួនឯងហើយក៏បើកទទួលការកម្មងអំពីខាងក្រៅដូចគ្នាសម្រាប់បងប្អូនដែលមានវត្ថុធាតុដើមហើយមិនដឹងថាសាងជាតួអង្គអ្វីដើម្បីឲ្យស័ក្តិសមនៅលើវត្ថុធាតុដើមដែលយើងមានហើយឲ្យត្រូវនឹងអធ្យាស្រ័យនៅលើរបស់និងអធ្យាស្រ័យរបស់យើងផងគ្រឿងខ្មែរអង្គរគឺជាជំរើសទី1សម្រាប់បងប្អូនទាំងអស់គ្នាសូមអរគុណ